អ្នកដែលកើតឆ្នាំម្សាញ់រាសីកំពុងតែវេទនាកំពុងតែតោកយ៉ាប៉ុន្តែវេទនាតោកយ៉ាអត់យូរចិត្តបានលៀបចិត្តបានចេញមកវិញហើយបាទហេតុអីបានឆ្នាំម្សាញ់វេទនាឲ្យតោកយ៉ាឲ្យតោកយ៉ាមិនបានយូរចិត្តមានលៀបមានចេញមកវិញដោយជំងឺអញ្ចឹងបងប្អូនយើងឈឺនៅមើលជាជំងឺពេទ្យថាឯងឈឺហើយប៉ុន្តែយើងមើលជាអញ្ចឹងយើងអត់មានបញ្ហាទេអញ្ចឹងឆ្នាំម្សាញ់រាសីយើងធ្លាក់យើងតោកយ៉ាប៉ុន្តែយើងមានវិធីសាស្ត្រនៅក្នុងការជួយឲ្យអ្នកកើតឆ្នាំម្សាញ់នឹងហេងឲ្យអ្នកកើតឆ្នាំម្សាញ់នឹងកាក់កបឲ្យអ្នកកើតឆ្នាំម្សាញ់នឹងរីកចម្រើនអញ្ចឹងអត់មានបញ្ហាទេព្រោះយើងអាចជួយបានប៉ុន្តែបើសិនជាករណីជួយអត់បានអានឹងបានពិបាកដោយជំងឺអញ្ចឹងបើទៅពេទ្យថាអ្នកឯងឈឺប៉ុន្តែអូខេអ្នកឯងព្យាបាលបានអាហ្នឹងអ្នកឯងសុបាយចិត្តទៅលេបទៅថ្នាំទៅជាទៅប៉ុន្តែបើសិនជាយើងបើយើងអត់ព្យាបាលអាហ្នឹងអត់ជាទេត្រូវតែឈឺហើយប៉ុន្តែបើពេទ្យថាជាបាលបានអានឹងយើងលេបថ្នាំទៅជាប៉ុន្តែបើមិនលេបថ្នាំក៏អត់ជាដែរណាស្ដាប់ទៅតោះណាហើយបើសិនជាពេទ្យថាព្យាបាលមិនជាអានឹងចាំភ័យប៉ុន្តែបើព្យាបាលជាអានឹងអត់ភ័យទេអញ្ចឹងឆ្នាំម្សាញ់អាចរាសីវាធ្លាក់វាពិបាកមែនរាល់ថ្ងៃហ្នឹងវាអត់រីកចម្រើនទេប៉ុន្តែវានឹងល្អទៅពេលមុខអញ្ចឹងអ្នកដែលកើតឆ្នាំម្សាញ់ដូចក្នុងពេលបច្ចុប្បន្នហ្នឹងមិនបាច់ចាំខ្ញុំជំរាបក៏លោកអ្នកដឹងដែរថាម្សាញ់វាកំពុងតែរងទុក្ខរងភ័យវេទនាដល់ទៅកម្រិតណាអ្នកដែលកើតឆ្នាំម្សាញ់រាល់ថ្ងៃនេះបងប្អូនរស់ដោយកម្លាំងចិត្តទេណាខ្ញុំប្រាប់បងប្អូនត្រង់ហ្មងប៉ុន្តែបើរស់ដោយកម្លាំងកាយវិញប្រហែលជាអត់មានកម្លាំងដើម្បីបន្តដំណើរទៅមុខទៀតទេព្រោះថាយើងរាល់ថ្ងៃនេះអ្នកកើតឆ្នាំម្សាញ់នេះរិញរៃណាស់ពិបាកណាស់កើតទុក្ខណាស់អត់មានអ្នកណាគេឃើញអត់មានអ្នកណាគេស្គាល់អត់មានអ្នកណាគេគិតអំពីការលះបង់របស់យើងទេព្រោះមនុស្សកើតឆ្នាំម្សាញ់បងប្អូនមួយជីវិតមិនដែលធ្វើអំពើអាក្រក់ទេសាងតែអំពើល្អឲ្យជួយតែគេឲ្យលះបង់ដើម្បីគេគ្រប់យ៉ាងប៉ុន្តែសាងល្អដាក់គេមិនដែលសាងល្អដាក់យើងទេលះបង់ដើម្បីគេក៏មិនដែលលះបង់ដើម្បីយើងដែរអ្នកកើតឆ្នាំម្សាញ់ណាបងប្អូនណាមួយជីវិតគឺស្របគេរហូតមួយជីវិតជួយគេរហូតប៉ុន្តែគេមិនដែលទទួលនៅការលះបង់ដើម្បីគេនឹងបានទេយើងស្របតាមគេយើងលះបង់ដើម្បីគេយើងជួយគេប៉ុន្តែសួរថាតើគេមកលះបង់មកជួយយើងដែរឬអត់ទេណាបងប្អូនណាបាទអ្នកកើតឆ្នាំម្សាញ់កុំសង្ឃឹមនោះបាទមកជីវិតយើងរស់នៅដូចថាវាគ្មានអ្វីជាខ្លួនឯងវាគ្មានអ្វីជាខ្លួនឯងហ្នឹងមិនមែនយើងសັບបលង្កាសរស់ដោយសារគេអត់ទេណាមកជីវិតហ្នឹងយើងគិតគេពេកយើងស្របតាមគេពេកយើងជួយគេពេកចិត្តណាចង់ស៊ីបាញ់ឆាវណាប៉ុន្តែដល់ផ្សារគេឲ្យស៊ីបបរគ្រឿងត្រូវស៊ីបបរគ្រឿងវាអត់បានស៊ីបាញ់ឆាវដោយអ្វីដែលចិត្តចង់បានណាអញ្ចឹងមួយជីវិតអ្នកកើតឆ្នាំលកាមិនដែលធ្វើអីតាមចិត្តខ្លួនឯងបានសុបបីតែម្ដងគឺធ្វើដើម្បីតែគេលះបង់ដើម្បីតែគេប៉ុន្តែយើងមិនដែលបានសេចក្តីសុខត្រឡប់មកវិញទេណាចិត្តចង់យកប្តីអាយុ20ម៉ែឲ្យយកប្តីអាយុ30យកតាមម៉ែយកឲ្យវេទនាដដែលណាចិត្តចង់ស៊ីកាទៀវស្រាប់ទៅដល់គេនាំស៊ីនំគ្រក់គេទៅអញ្ចឹងបានថាអ្នកដែលកើតឆ្នាំម្សាញ់វាធ្វើអីមិនដែលដូចនៅក្តីបំណងមិនដែលដូចនៅអ្វីដែលចិត្តយើងចង់បានទេអញ្ចឹងមួយជីវិតអ្នកកើតឆ្នាំម្សាញ់ពេលខ្លះសឹងរត់ចោលស្រុកបងប្អូនណាវាឆ្អែតពេកថានេះអញជីវិតអញហ្នឹងអញលែងចង់ជួបមុខអ្នកណាទាំងអស់ព្រោះមួយជីវិតហ្នឹងវាធ្វើអីអត់ដែលបានដូចបំណងផងហ្នឹងក្តីបំណងនេះថាអញនឹងយកប្តីមកឲ្យប្តីចិញ្ចឹមបីបាច់ថែរក្សានឹងយកប្តីមកឲ្យប្តីល្អស្រាប់តែយកប្តីចោលមកទៀតអត់ចិញ្ចឹមដដែលជីវិតវាអញ្ចឹងជីវិតទៅវាមិនដែលបានធ្វើអីឲ្យវាដូចចិត្តវាខកចិត្តរហូតឥឡូវវាខកទៅជីវិតហ្នឹងហេតុអីបានឥឡូវឆ្នាំ2025ហ្នឹងម្សាញ់វាវេទនាម្សាញ់វាកើតទុកបងប្អូនមិនបាច់ឆ្ងល់ទេមកពីម្សាញ់ជន់ឆ្នាំបងប្អូនដឹងគ្រប់គ្នាមិនបាច់ខ្ញុំនិយាយក៏ប្រាប់ដែរក៏ដឹងដែរមែនទេនៅក្នុងឆ្នាំ2025ឆ្នាំអីឆ្នាំម្សាញ់អញ្ចឹងអ្នកដែលកើតឆ្នាំម្សាញ់ទាំងអស់ជន់ឆ្នាំហើយតែជន់ឆ្នាំលំបាកហើយតែជន់ឆ្នាំកើតទុកហើយព្រោះថាមុខរបរជំនួញជួយដូរកិច្ចការងាររកស៊ីអ្នកកើតឆ្នាំម្សាញ់មិនល្អទេមិនរលូនទេមិនជោគជ័យទេដោយសារតែអ្នកកើតឆ្នាំម្សាញ់រាល់ថ្ងៃកំពុងតែឆុងឆ្នាំកំពុងតែជន់ឆ្នាំប៉ុន្តែបើអ្នកកើតឆ្នាំម្សាញ់ជឿជាក់លោកអ្នកអាចរៀបចំកម្មវិធីកាត់ឆុងចេញព្រោះពាក្យចិនសាយគេថាកាលណាតែឆុងត្រូវកាត់ឆុងចេញពាក្យថាកាត់ហ្នឹងមិនថាយកឆុងទៅកវត្តចោលចឹងឆុងហ្នឹងបើនិយាយបកមកខ្មែរគឺថាសូវចង្រៃចឹងយើងត្រូវយកសូវយកចង្រៃយកឆុងហ្នឹងចេញចឹងយើងកើតឆ្នាំម្សាញ់យើងត្រូវកាត់ឆុងចេញបន្ទាប់ទៅពីយើងបានកាត់ឆុងចេញហើយយើងហេងយើងកាក់កបអញ្ចឹងបងប្អូនគ្រោះក្នុងលៀបគ្រោះហ្នឹងស្អីគេគ្រោះហ្នឹងយើងឆុងលៀបហ្នឹងគឺអីគេបន្ទាប់ពីយើងបានកាត់ឆុងត្រឹមត្រូវហើយអ្នកកាត់ឆ្នាំម្សាញ់នឹងមានលៀបចូលអ្នកកាត់ឆ្នាំម្សាញ់នឹងមានលៀបចូលបាទប៉ុន្តែបើកាត់ឆុងមិនត្រូវអាហ្នឹងវាមានបញ្ហាមួយទៀតបើកាត់ឆុងត្រូវលៀបចូលហើយបើកាត់អត់ត្រូវលៀបក៏មិនចូលកាន់តែឆុងលើសដើមអញ្ចឹងគេប្រយ័ត្នមែនតើនៅរឿងកាត់ឆុងហ្នឹងបាទដូចយើងឈឺអញ្ចឹងបើយើងទៅពេទ្យចាក់ថ្នាំត្រូវយើងសុខភាពល្អយើងជាហើយបើយើងដាក់ថ្នាំដែរប៉ុន្តែថ្នាំមិនត្រូវយើងឈឺលើសដើមហើយរីករាយឆាប់ស្លាប់ទៀតអញ្ចឹងរបៀបអ្នកដែលកាត់ឆ្នាំម្សាញ់គឺត្រូវកាត់ឆុងចេញកាត់ឲ្យត្រឹមត្រូវកាត់ឲ្យតាមក្បួនតាមខ្នាតហើយបើកាត់ត្រឹមត្រូវតាមក្បួនតាមខ្នាតមានរបៀបមានរបបមានការណែនាំត្រឹមត្រូវពីគ្រូចិនសាយអាហ្នឹងអ្នកឯងហេអ្នកឯងកាក់កបឲ្យមិនបាច់ដេកភ័យទៅអូខ្ញុំឆ្នាំម្សាញ់ខ្ញុំភ័យខ្ញុំព្រួយមិនបាច់ព្រួយឲ្យតែកាត់ឆុងចេញអ្នកឯងផ្ទុះលៀបផ្ទុះសំណាងមែនទេបាទហើយឆ្នាំម្សាញ់តាមពិតទៅនៅពាក់កណ្ដាលខែ8ខែសីហានេះនឹងមានលៀបចូលប៉ុន្តែវាតោះឧបសគ្គយើងត្រូវឆុងចូលអញ្ចឹងបានវាលៀបអត់ចូលអញ្ចឹងខ្ញុំណែនាំឲ្យអ្នកកាត់ឆ្នាំម្សាញ់ត្រូវកាត់ឆុងចេញហើយអ្នកដែលកាត់ឆ្នាំម្សាញ់ហ្នឹងកាត់ឆុងចេញតែមួយឆ្នាំមែនដែលមានលៀបចូលមានឆ្នាំ4ទៀតក៏ត្រូវកាត់ឆុងចេញដែរដើម្បីលៀបចូលចឹងបងប្អូនដែលកាត់ឆ្នាំម្សាញ់នឹងកុលដែលកាត់ឆ្នាំវោកនឹងខាល
ហើយតែកាត់ឆ្នាំរោងម្សៅកុលវ៉ូខាលរោងឆ្នាំទាំង5ហ្នឹងគឺត្រូវតែកាត់ឆុងចេញដើម្បីឲ្យហេងផ្ទុះលៀបផ្ទុះសំណាងបងប្អូនបានកាត់ឆុងចេញបងប្អូនហេងបងប្អូនផ្ទុះលៀបផ្ទុះសំណាងជោគជ័យរីកចម្រើនហើយអញ្ចឹងអ្នកកើតឆ្នាំអ្នកកើតឆ្នាំម្សាញ់ហ្នឹងគឺត្រូវកាត់ឆុងចេញហើយអ្នកដែលកើតឆ្នាំម្សាញ់ត្រូវតែហៅគេកើតឆ្នាំកុលត្រូវតែហៅគេកើតឆ្នាំវ៉ូត្រូវតែហៅគេកើតឆ្នាំខាលយកមកកាត់ឆុងចេញដូចគ្នាអញ្ចឹងបើសិនជាយើងនាំពួកទាំង5ហ្នឹងមកកាត់ឆុងចេញអញ្ចឹងអ្នកទាំង5ហ្នឹងវាលែងឆុងហើយវានឹងផ្ទុះលៀបផ្ទុះសំណាងមកវិញទៀតឲ្យតែបានកាត់ឆុងត្រឹមត្រូវអញ្ចឹងយើងមេកសួរមកយើងថាតើយើងអាចកាត់ឆុងហ្នឹងត្រឹមត្រូវដែរឬអត់ចម្លើយអត់លំបាកទេបងប្អូនកាត់ឆុងត្រូវខំខុសអាស្រ័យលើបងប្អូនគិតខ្លួនឯងអត់មានណាវិនិច្ឆ័យជូនបងប្អូនបានទេព្រោះរឿងនេះវានៅលើបងប្អូននៅលើបងប្អូនខ្លួនឯងនៅលើអ្នកកើតឆ្នាំម្សាញ់ខ្លួនឯងនៅលើអ្នកកើតឆ្នាំវោកឆ្នាំខាលនៅលើអ្នកកើតឆ្នាំរោមហើយនិងអ្នកកើតឆ្នាំកុលបើអ្នកឯងទៅលោកគ្រូខ្ញុំកាត់ឆុងហើយកាត់នៅទីនេះកាត់ជាមួយអ្នកនេះកាត់កន្លែងនេះខ្ញុំកាត់ត្រូវក៏ខុសត្រូវឬខុសមិនសំខាន់ថាតើបន្ទាប់ពីអ្នកឯងកាត់ឆុងហើយតើអ្នកឯងនៅលំបាកដដែលឬមួយក៏អ្នកឯងមានបានហើយរីកចម្រើនហើយល្អហើយសួរចេះលោកគ្រូខ្ញុំកាត់ហើយឥឡូវខ្ញុំមានណាខ្ញុំលែងពិបាកហើយពីមុនខ្ញុំលំបាកអូខេ congratulation of Osato អ្នកឯងបានកាត់ឆុងត្រឹមត្រូវហើយប៉ុន្តែបើអ្នកឯងកាត់ហើយនៅតែវេទនាដដែលនៅតែអត់លុយបង់ធនាគារដដែលនៅតែប្តីមានស្រីដដែលនៅតែជពាក់លុយគេដដែលនៅតែគេចំណែនគ្នានេះដដែលនៅតែឈឺដដែលនៅតែមានគ្រោះថ្នាក់ដដែលអានឹងគឺបានន័យថាកាត់ឆុងមិនត្រឹមត្រូវទេអញ្ចឹងត្រូវកាត់ម្ដងទៀតកាត់ម្ដងទៀតណាហើយខ្ញុំមិនមែនមេកសួរថាអ្នកឯងត្រូវមកកាត់មួយខ្ញុំអ្នកឯងហេងអត់ទេអ្នកឯងទៅកាត់មួយអ្នកណាកាត់ទៅឲ្យតែកាត់ត្រូវប៉ុន្តែបើអ្នកមកចង់កាត់មួយខ្ញុំអាចអញ្ជើញមកកាត់បានខ្ញុំនៅស្វាគមន៍ជូនលោកអ្នកនៅទីតាំងខ្ញុំផ្សារចំពោះវ័នផ្លូវជាតិលេខ4ហើយបើមិនបានមកទេស្មោះស្ម័គ្រជាមួយលោកគ្រូនិយាយអីក៏ត្រូវខ្ញុំសំពេញចិត្តលោកគ្រូខ្ញុំចង់កាត់ឆុងមួយលោកគ្រូបងប្អូនតំណែងយកប្រដាប់កាត់ឆុងពីខ្ញុំយកទៅកាត់ឆុងដោយខ្លួនឯងនៅឯផ្ទះណាអ្នកនៅស្រុកក្រៅក៏ដោយអ្នកនៅស្រុកក្នុងក៏ដោយមិនបាច់មកជួបខ្ញុំផ្ទាល់ទេអាចយកឈុតកាត់ឆុងពីខ្ញុំយកទៅកាត់ដោយខ្លួនឯងបានខ្ញុំមានវីដេអូនៅក្នុងការណែនាំថាយើងត្រូវកាត់ឆុងរបៀបម៉េចឲ្យត្រឹមត្រូវណាអញ្ចឹងអ្នកនៅចិត្តគួរតែមកអ្នកមិនចិត្តមិនបាច់មកទេអាចយកទៅកាត់ខ្លួនឯងបានអញ្ចឹងលោកអ្នកជោគជ័យរីកចម្រើនទេមិនបាច់ចាំខ្វល់ទេមិនបាច់ចាំព្រួយមិនបាច់ចាំបារម្ភទេ